ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់តែចាប់ផ្ដើមទាំងអស់គ្នានៅពេលនេះក្រុមរបស់ Luffy ធ្វើដំណើរទៅជាដល់តំបន់ Grand Line ហើយដើម្បីអាចចូលទៅ Grand Line បានពួកគេត្រូវធ្វើដំណើរឆ្លងកាត់ភ្នំមួយដែលមានឈ្មោះថា Reverse Mountain ប៉ុន្តែមុននឹងធ្វើដំណើរទៅកាន់ទីនោះពួកគេត្រូវការស្តុកស្បៀងអាហារបន្ថែមសិនទីប្រជុំជនដែលនៅជិតពួកគេបំផុតនៅពេលនោះមានទីតាំងនៅលើកោះមួយដែលគេហៅថា Lock Town អ្វីដែលធ្វើឲ្យ Luffy ចាប់អារម្មណ៍ខ្លាំងគឺ Lock Town ហ្នឹងគឺជាកន្លែងកំណើតរបស់ស្ដេចចោលសមុទ្រ Gorocher ហើយក៏ជាកន្លែងដែលគេយកគាត់ទៅប្រហារជីវិតដែរទីក្រុងនោះធំខ្លាំងណាស់ហើយនៅពេលដែលពួកគេទៅដល់ពួកគេបានបំបែកគ្នាដើររកទិញសម្ភារៈប្រើប្រាស់រៀងៗខ្លួនចំណែក Luffy ខុសគេពេលទៅដល់ភ្លាមក៏រត់ទៅស្វែងរកមើលកន្លែងដែលគេប្រហារជីវិត Gorocher ពេលនោះគាត់បានដើរទៅជួបជាមួយនឹងបរិយាម្នាក់ដែលជាមេកងម៉ារីននៅ Lock Town នឹងឈ្មោះ Captain Smoker ប៉ុន្តែ Luffy អត់ខ្វល់ថា Captain Smoker នឹងជានរណាទេគាត់គ្រាន់តែសុំសួរ Captain Smoker ថាកន្លែងដែលគេយកស្ដេចចោលសមុទ្រទៅប្រហារជីវិតនៅកន្លែងណាហើយ Captain Smoker ក៏មិនបានសួរអីពី Luffy ច្រើនដែរគ្រាន់តែប្រាប់ Luffy ឲ្យដើរតាមផ្សែងបារីរបស់គាត់ឥឡូវនេះយើងកាត់ទៅមើល Zoro វិញម្ដងគាត់ត្រូវការទិញដើរថែមពីទៀតប៉ុន្តែគាត់អត់សូវមានលុយ Zoro អាចទៅខ្ចីលុយពី Nami បានតែ Nami គិតការថ្លៃពេកដល់ 300% ចឹងហើយទៅគាត់មិនខ្ចីនៅថ្ងៃនោះ Zoro បានឃើញជនពីល2នាក់កំពុងតែចង់ព្រួតធ្វើបាបនារីម្នាក់ហើយនៅពេលដែល Zoro ចង់ចូលទៅជួយនារីម្នាក់នោះក៏ចេះគុណដានខ្លាំងគួរសមដែរអាចចាត់ការពីអ្នកនោះបានមិនបាច់ចាំ Zoro ជួយទេក្រោយពេលចាត់ការពីអ្នកនោះបានហើយស្រាប់តែនារីម្នាក់នោះចំពប់ជើងដួលបណ្ដាលឲ្យជ្រុះវ៉ែនតាពេលនោះ Zoro ចិត្តល្អក៏ជួយរើសឲ្យប៉ុន្តែមិនដឹងអាម៉េចទេគាត់បែរទៅជាច្បាច់វ៉ែនតានោះកំទេចចោលមូលហេតុគឺបណ្ដាលមកពី Zoro ភ្ញាក់ព្រោះឃើញនារីម្នាក់នោះដូច Kuina idol របស់គាត់តាំងពីក្មេងពេកជាលទ្ធផលនារីម្នាក់នោះបានទាយ Zoro សងវ៉ែនតារបស់នាងងាកទៅមើលសានជីវិញអត់សូវមានអីគួរចាប់អារម្មណ៍ទេគាត់កំពុងតែដើរលេងផ្សារមើលស្រីស្អាតហើយនៅពេលនោះគាត់បានតាក់ភ្នែកជាមួយនឹងនារីម្នាក់ដែលគាត់គិតថាស្អាតខ្លាំងណាស់ចំណែកអ៊ូសបវិញគាត់បានចូលទៅក្នុងហាងលក់គ្រឿងប្រើប្រាស់សម្ភារៈរបស់ចៅសមុទ្រដែលនៅទីនោះអ្នកលក់បានអួតប្រាប់គាត់ថាសម្ភារៈអស់ទាំងនោះសិតតែយកមកពីតំបន់ Grand Line ក្នុងចំណោមនោះមានកាភ្លើងម្ដងដែលអ្នកលក់ប្រាប់ថាវាជាកាភ្លើងដែលចៅសមុទ្រ Gorocher ចូលចិត្តប្រើជាងគេកន្លែងទៅមើល Nami វិញនាងបានចូលទៅហាងលក់សម្លៀកបំពាក់មួយកន្លែងហើយនាងបានសុំលសម្លៀកបំពាក់គេអស់ចិត្តមួយហាងហើយតែនាងអត់ទិញទេឥឡូវយើងត្រឡប់ទៅមើល Luffy វិញម្ដងដែលពេលនេះគាត់កំពុងតែដើរវិញផ្លូវពេលទៅដល់កន្លែងមួយគាត់បានឃើញកន្លែងលក់ស្រាមួយឈ្មោះ Gorocher ហើយក៏ដើរចូលទៅមើលនៅទីនោះ Luffy ឃើញតែអ៊ំចាស់ម្នាក់ដែលជាម្ចាស់ហាងនៅលើតុរបស់អ៊ំប្រុសនោះមានក្បាលខ្មោចធំមួយដែល Luffy ចាប់អារម្មណ៍ខ្លាំងណាស់ពេលនោះអ៊ំប្រុសម្ចាស់ហាងបានប្រាប់ Luffy ថាក្បាលនោះគឺជារបស់ចៅសមុទ្រដ៏ខ្លាំងម្នាក់ឈ្មោះ Killer Giant ប៉ុន្តែទោះបីជាគាត់ខ្លាំងយ៉ាងណាក៏មិនឈ្នះ Gorocher ដែរថាស្នាមនៅលើក្បាលហ្នឹងគឺស្នាមដែល Gorocher សម្លាប់គាត់ពេលហ្នឹងអ៊ំប្រុសម្ចាស់ហាងបាននិយាយទៅសារពី Gorocher ប្រាប់ Luffy ច្រើនរឿងទៀតធ្វើ Luffy រំភើបចិត្តណាស់ហើយប្រាប់អ៊ំប្រុសនោះថាគាត់នឹងចូលទៅក្នុងតំបន់ Grand Line រកកំណត់ One Piece ឲ្យឃើញហើយធ្វើជាស្ដេចចោលសមុទ្រដោយ Gorocher អញ្ចឹងភាពក្លាហានរបស់ Luffy បានធ្វើឲ្យអ៊ំប្រុសម្ចាស់ហាងមើលឃើញ Luffy ទៅជា Gorocher ហើយគាត់ដូចជាមានអារម្មណ៍ជឿថា Luffy អាចធ្វើបានបន្ទាប់ពី Luffy ចេញពីហាងទៅបានមួយស្ទុះ Captain Smoker ដែលជាមេកងម៉ារីនប្រចាំ Lock Town បានទៅដល់លោកអ៊ំម្ចាស់ហាងអត់ចូលចិត្ត Captain Smoker ទេដោយសារតែ Captain Smoker នឹងចាប់ចោលសមុទ្រអស់ពី Lock Town ធ្វើគាត់បាត់បង់ភ្ញៀវហើយត្រូវបិទហាងចំណែក Captain Smoker ពិតមែនតែគាត់អត់ចូលចិត្តចោលសមុទ្រតែគាត់ក៏មានការគោរពស្ញប់ស្ញែងចំពោះវីរភាពហើយនិងភាពក្លាហានរបស់ Gorocher ដែរកាលពី22ឆ្នាំមុនពេលដែលគេយក Gorocher ទៅប្រហារជីវិត Captain Smoker ដែលកាលនោះគាត់នៅក្មេងក៏បានទៅឈរមើលផងដែរហើយគាត់ចាប់អារម្មណ៍ថា Gorocher អត់មានខ្លាចអីសូម្បីតែបន្តិចតាមធម្មតាទោះបីជាចោលសមុទ្រខ្លាំងយ៉ាងណាពេលឡើងដល់វេទិកាប្រហារជីវិតហើយគឺភ័យញ័រហើយស្លេកប៉ែតែ Gorocher អត់អញ្ចឹងទេទឹកមុខរបស់គាត់នៅតែញញឹមញញែមដដែលតែថ្ងៃនោះក្រោយពេលម៉ារីនចាក់សម្លាប់ Gorocher ហើយប្រជាជនបាននាំគ្នាហូរកញ្ជ្រៀវសើចសប្បាយដោយសារតែមានអ្នកខ្លះគិតថាលែងមានចោលសមុទ្រទៀតហើយប៉ុន្តែមិនមែនចឹងឡើយចោលសមុទ្រកើតកាន់តែច្រើនព្រោះពួកគេចង់ស្វែងរកកំណត់ One Piece ត្រឡប់មកក្នុងហាងវិញពេលនោះមានកូនម៉ារីនម្នាក់បានយក poster ស្វែងរកចាប់ខ្លួន Luffy ទៅឲ្យម្ចាស់ហាងដើម្បីបើកក្នុងហាងពេលឃើញរូបរបស់ Luffy Captain Smoker ភ្ញាក់ផ្អើលណាស់ព្រោះ Luffy ទៅមកសួរផ្លូវគាត់នៅមុននឹងទេហើយគាត់ដឹងថាពេលនេះគាត់អាចទៅចាប់ Luffy នៅកន្លែងណាតាមទៅមើល Luffy វិញពេលនេះគាត់បានធ្វើដំណើរទៅដល់កន្លែងដែល Gorocher ត្រូវបានគេប្រហារជីវិតហើយ Luffy ចង់ដឹងថាមុនពេលស្លាប់ Gorocher មើលឃើញអីខ្លះចឹងក៏តោងឡើងទៅលើវេទិកានោះដើម្បីមើលពេលនោះផងដែរ Captain Smoker បានទៅដល់ហើយគាត់បានប្រកាសចាប់ខ្លួន Luffy គាត់ប្រាប់ Luffy ទៀតថាបើសិនជាចង់ចូលទៅ Grand Line តើតើ Luffy ឆ្លងកាត់គាត់សិននៅពេលដែលលឺអញ្ចឹង Luffy អត់មានជំរឿទេមានតែប្រយុទ្ធគ្នាជាមួយ Captain Smoker ការប៉ាន់កិច្ចគ្នានៅពេលនោះ Luffy វាយអត់ឈ្នះ Captain Smoker ទេប៉ុន្តែមិនដឹងថា Luffy ប្រើក្បាច់ស្អីគាត់ទេដែលអាក្បាច់មួយនឹងបានកវីក្បត់គាត់ហោះទៅចេញពីទីនោះ
បន្តមកសាច់រឿងបានកាត់ទៅមើលសូរ៉ូវិញនារីម្នាក់ដែលគាត់ធ្វើខូចវ៉ែនតាបានទាគាត់ឲ្យសងវ៉ែនតាវិញហើយដោយសារតែសូរ៉ូអត់មានលុយនាងក៏បាននាំគាត់ទៅធ្វើការដើម្បីកាត់បំណុលនារីម្នាក់នោះមានឈ្មោះថាថាស៊ីគីហើយនាងគឺជាម៉ារីនម្នាក់ដែលមានតំណែងខ្ពស់គួរសមដែរតែនៅក្រោមបង្គាប់កាប់តែនស្មូខឺទេការងារដែលថាស៊ីគីឲ្យសូរ៉ូធ្វើនៅពេលនោះគឺការងារបោសសម្អាតអនាម័យអីហ្នឹងហើយសូរ៉ូក៏យល់ព្រមធ្វើអត់មានប្រកែកអីទេពេលគាត់បោះជួសដល់បន្ទប់មួយគាត់បានឃើញថាស៊ីគីកំពុងតែបង្រៀនក្បាច់ដើរទៅកងបរិញ្ញាផ្សេងទៀតហើយថាស៊ីគីនឹងមើលទៅពិតជាដូចខូចណាស់ខ្លាំងណាស់ពេលនោះស្រាប់តែមានកងបរិញ្ញា2នាក់ឃើញសូរ៉ូហើយដឹងថាសូរ៉ូនៅក្រុមជាមួយលូហ្វីក៏ចង់ចាប់គាត់ប៉ុន្តែសូរ៉ូបានវាយពួកគេស្លាប់ហើយគេខ្លួនចេញពីទីនោះបាត់ទៅបន្តមកសូរ៉ូបានទៅហាងលក់ដាវដើម្បីរកទិញដាវថែម2ទៀតសូរ៉ូអត់សូវមានលុយទេអញ្ចឹងហើយទៅគាត់រកតែដាវណាដែលមានតម្លៃត្រឹមតែ 50,000 តែប៉ុណ្ណោះពេលនោះអ្នកលក់ដាវឃើញដាវសរបស់សូរ៉ូក៏ចាប់អារម្មណ៍ហើយសុំមើលពេលមើលហើយអ្នកលក់ម្នាក់នោះបានសុំទិញដាវរបស់សូរ៉ូក្នុងតម្លៃ 80,000 ចៃដន្យណាស់ថាស៊ីគីក៏បានទៅហាងនោះផងដែរដើម្បីយកដាវរបស់នាងដែលផ្ញើឲ្យគេសលៀងពេលឃើញសូរ៉ូនាងអត់មានការភ្ញាក់ផ្អើលទេការដែលមានគេលួចវាយប្រហារមនុស្សនៅមន្ទីរកងបរិញ្ញានាងអត់គិតថាសូរ៉ូជាអ្នកធ្វើទេពេលបានឃើញដាវរបស់សូរ៉ូនាងដឹងភ្លាមថាដាវនោះមានឈ្មោះថាវ៉ាដូអ៊ីឈីម៉ុនជីហើយតម្លៃរបស់វាប្រហែលជា10 លានការដែលនាងនិយាយកាន់តែច្រើនធ្វើឲ្យអ្នកលក់កាន់តែខឹងព្រោះគាត់គិតថាគាត់បានឱកាសរកស៊ីពេលនោះអ្នកលក់ព្រមលក់ដាវឲ្យសូរ៉ូក្នុងតម្លៃទាបជាងទីផ្សារគឺម្ដង 50,000 ហើយឲ្យសូរ៉ូដើរទៅរើខ្លួនឯងទៅនៅកលៀនជាងនោះពេលដែលសូរ៉ូកំពុងតែរើដាវថាស៊ីគីបានឆ្ងល់ហើយសួរគាត់ថាគាត់ចង់ប្រើដាវអីដល់តែ3ចង់ធ្វើដូចសូរ៉ូមែនសូមបញ្ជាក់ផងដែរថានៅពេលហ្នឹងថាស៊ីគីអត់ដឹងទេថាមនុស្សដែលនាងកំពុងតែនិយាយជាមួយហ្នឹងគឺសូរ៉ូហើយសូរ៉ូក៏បានបកស្រាយថាគាត់ជាសូរ៉ូដែរបន្តមកសូរ៉ូរើបានដាវមួយដែលពិសេសខ្លាំងណាស់ហើយថាស៊ីគីឆែកមើលដឹងថាដាវនោះមានឈ្មោះថាគីថេតស៊ូវាគឺជាដាវល្អមួយដែលតម្លៃរបស់វាប្រហែលជា1 លានណោះមិនដឹងថាហេតុអីបានអ្នកលក់ព្រមលក់វាត្រឹម 50,000 ពេលនោះអ្នកលក់បានបដូរចិត្តជប់លក់ដាវនោះឲ្យសូរ៉ូវិញមិនមែនមកពីគាត់គិតតម្លៃខុសទេគឺដោយសារតែដាវនោះមានបណ្ដាសាអ្នកលក់ប្រាប់ថាកន្លងមកម្ចាស់ដាវគីថេតស៊ូហ្នឹងស្ថិតតែជាមនុស្សសយហើយពួកគេរួមមិនសូវបានយូរទេប៉ុន្តែសូរ៉ូអត់បានគិតច្រើនទេក៏សម្រេចចិត្តទិញយកដាវមួយនោះបន្តមកគាត់ចង់ដឹងថាគាត់សយឬក៏ហេងគាត់ក៏បោះដាវនោះឡើងទៅខាងលើហើយលាដៃចាំទ្រវាពេលដាវនោះធ្លាក់ចុះមកវិញវាអត់បានកាត់ត្រូវដៃរបស់សូរ៉ូទេបានន័យថាសូរ៉ូហេងពេលឃើញអ្នកគុនដាវមានភាពក្លាហានអញ្ចឹងម្ចាស់ហាងបានរត់ទៅយកដាវល្អរបស់គាត់មួយទៀតមកឲ្យសូរ៉ូអត់គិតលុយទេហើយដាវកតេតស៊ូដែលសូរ៉ូបានទិញមុនហ្នឹងក៏ហ្វ្រីឲ្យដែរពេលនេះសូរ៉ូមានដាវគ្រប់ចំនួន3វិញហើយសិតតែជាដាវល្អបន្តមកសូរ៉ូបានទៅជួបលូហ្វីនៅតាមផ្លូវហើយនៅពេលនោះពួកគេបានឃើញហេតុការណ៍មួយដែលនៅក្នុងនោះមានបរិយា5នាក់ទៅពាត់បរិយាម្នាក់បន្តិចក្រោយមកបរិយាម្នាក់នឹងបានបាញ់បរិយា4នាក់ឲ្យរបួសហើយដល់លែងបរិយាម្នាក់ដែលក្មេងជាងគេឲ្យត្រឡប់ទៅវិញសូរ៉ូមើលស្គាល់ថាបរិយាម្នាក់នឹងគឺជាអ្នកប្រមាញ់ចោលសមុទ្រឈ្មោះ Daddy the Father បន្តមកសាច់រឿងបានកាត់ទៅមើលអ៊ូសបដែលពេលនេះគាត់កំពុងតែទិញវ៉ែនតាអ្នកលក់ប្រាប់ថាវ៉ែនតានោះគឺជាវ៉ែនតាពិសេសមានតែមួយទេនៅក្នុងហាងពេលនោះអ៊ូសបសម្រេចចិត្តទិញហើយប៉ុន្តែនៅពេលដែលគាត់ដើរទៅយកលុយមានក្មេងស្រីម្នាក់បានមកទិញយកវ៉ែនតានោះកាត់អ៊ូសបពេលនោះអ៊ូសបបានតាមតវ៉ាជាមួយក្មេងស្រីនោះព្រោះគាត់ឃើញវ៉ែនតានឹងមុនពេលឆ្លួចចុះឆ្លាក្មេងស្រីនោះបានប្រាប់ថានាងស្គាល់មេកងម៉ារីនប្រចាំក្រុងនឹងហើយអ៊ូសបក៏អួតផងដែរថាគាត់គឺជាក្រុមចៅសមុទ្រដែលកំពុងតែល្បីតម្លៃខ្លួនរបស់គាត់គឺ30 លានសយខ្លាំងណាស់ Daddy the Father ដែលជាអ្នកប្រមាញ់ចៅសមុទ្របានទៅដល់ទីនោះល្មមគាត់គឺជាប៉ារបស់ក្មេងស្រីដែលកំពុងតែឆ្លួចជាមួយអ៊ូសបនឹងនៅពេលហ្នឹងគាត់បានឆាយ poster របស់គាត់ចង់ដឹងថាការដែលអ៊ូសបនិយាយថាខ្លួនរបស់គាត់មានតម្លៃដល់ទៅ30 លានហ្នឹងពិតមែនអត់ដល់ពេលគាត់ឆែកមើលទៅឃើញក្រុមរបស់ Luffy ដែលមានតម្លៃ30 លានហើយនៅក្នុង poster នោះក៏មានរូបរបស់ Usopp នៅ background ដែរនៅពេលនោះ Usopp បាននិយាយគម្រាមកុហក Daddy the Father ថា Luffy មេរបស់គាត់កាចខ្លាំងណាស់បើសិនជាចង់សុកខ្លួនហើយមិនចង់ងាប់ចោលកូនទេឆាប់អកុលវ៉ែនតាឲ្យគាត់តែគាត់នឹងបង់លុយឲ្យមិនមែន plan ទេពេលនោះ Daddy the Father បានបោះកាភ្លើងមួយឲ្យ Usopp ដើម្បីប្រកួតបាញ់គ្នាមួយទល់មួយជាមួយគាត់ហើយ Usopp អត់ចោលទេព្រោះវាក៏ជាជំនាញរបស់គាត់ដែរប៉ុន្តែនៅពេលដែល Daddy the Father បង្ហាញកាភ្លើងចំនួន30នៅលើខ្លួនរបស់គាត់ Usopp ភ័យខ្លាំងណាស់ព្រោះគាត់ទំដឹងថាគាត់នឹងត្រូវប្រកួតជាមួយនឹង Daddy the Father បន្តមកនៅពេលការប្រកួតចាប់ផ្ដើមមានប្រជាជនជាច្រើនបាននាំគ្នាទៅឈរមើលហើយនៅក្នុងចំណោមនោះក៏មានណាមីម្នាក់ផងដែរពេលនោះមានអ្នកមើលខ្លះបាននិយាយចំអកឲ្យ Usopp ថាមិនបាច់ឲ្យគាត់ព្រួយបារម្ភទេព្រោះពួកគេបានជីករណ្ដៅធ្វើភ្នូរឲ្យគាត់រួចហើយលក្ខខណ្ឌនៃការប្រកួតពេលនោះងាយយល់ទេគឺពួកគេត្រូវដើរម្នាក់ដោយចំហៀនហើយបាញ់ពេលនោះ Usopp ដឹងថាចាញ់ក៏បោកក្របបែកផ្សែងចង់រត់តែត្រូវបាន Daddy the Father បាញ់ឲ្យជ្រុះកំភ្លើងពីដៃអ្នកដែលទៅចូលរួមមើលការប្រកួតនៅលើកនោះសិតតែនិយាយថា Usopp គឺជាមនុស្សដែលកំសាកជាងគេបំផុតតាំងពីដើមមកពួកគេមិនដែលឃើញទេពេលនោះ Usopp បានលុតគង់បោ Daddy the Father កុំឲ្យសម្លាប់គាត់តែជួយមិនបានទេតាមច្បាប់នៃការប្រកួតអ្នកចាញ់ត្រូវ
ត្រូវតែស្លាប់នៅពេលនោះណាមីក៏ចូលទៅជួយគាត់ហើយពេលលឺណាមីហៅឈ្មោះរបស់អ៊ូសប Daddy the Father សង្ស័យថាអ៊ូសបហ្នឹងគឺជាកូនរបស់យ៉ាសបដែលនៅក្រុមជាមួយឆេងតទៅពេលគាត់សួរនាំទៅតាមពិតគឺអញ្ចឹងមែនពេលនោះ Daddy the Father បានយករឿងមួយដែលគាត់មិនដែលនិយាយប្រាប់នរណាគេទេមកប្រាប់អ៊ូសបគាត់ប្រាប់ថាការប្រមុនគាត់ធ្លាប់ប្រកួតបាញ់កាភ្លើងជាមួយនឹងយ៉ាសបហើយនៅក្នុងការប្រកួតលើនោះគឺគាត់ជាអ្នកចាញ់ប៉ុន្តែនៅពេលនោះយ៉ាសបមិនបានសម្លាប់គាត់ទេដោយសារតែដឹងថាគាត់មានកូនស្រីម្នាក់ត្រូវមើលថែចាប់តាំងពីពេលនោះមក Daddy the Father គ្រប់យ៉ាសបខ្លាំងណាស់ព្រោះគាត់គឺជាអ្នកខ្លាំងអ្នកក្លាហានហើយមានចិត្តធម៌ទៀតពេលនោះអ៊ូសបយល់ពីគោលបំណងរបស់ Daddy the Father ដែលបានលើកយករឿងអាម៉ាស់ដែលគាត់ប្រកួតចាញ់មកនិយាយនៅពេលហ្នឹង Daddy the Father ចង់និយាយប្រាប់អ៊ូសបថាប៉ារបស់អ៊ូសបគឺជាអ្នកក្លាហានអញ្ចឹងអ៊ូសបត្រូវតែក្លាហានឲ្យបានដូចគាត់បន្ទាប់មកដើម្បីស្ដារកិត្តិយសឡើងវិញអ៊ូសបបានសុំឲ្យ Daddy the Father ផ្ដល់ឱកាសឲ្យគាត់បានប្រកួតម្ដងទៀតហើយ Daddy the Father ក៏បានយល់ព្រមដែលឲ្យអ៊ូសបប្រើអាវុធដែលគាត់ចូលចិត្តប្រើបាញ់រកត្រីនៅលើដំបូលផ្ទះមួយដែលនៅយ៉ាងឆ្ងាយហើយបើសិនជាអ៊ូសបបាញ់មិនត្រូវទេគាត់នឹងសម្លាប់អ៊ូសបចោលនៅពេលនោះសំណាងខ្លាំងណាស់ដែលអ៊ូសបបាញ់ត្រូវហើយគាត់បានស្ដារកិត្តិយសភាពជាអ្នកក្លាហានរបស់គាត់បានមកវិញសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ម្នាក់មួយផងព្រមជាមួយគ្នាសូមកុំភ្លេចសម្រាប់អ្នកដែលមិនទាន់បាន Subscribe Channel មនោចរណៃទេក៏សូមជួយ Subscribe ម្នាក់មួយហើយជួយចុចរូបកណ្ដឹងនិងរើសយក All ផងសូមអរគុណម្ដងទៀតនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿង